ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើបាយឆាគ្រឿងសមុទ្រញ៉ាំផងដែរណាចាអញ្ចឹងជាដំបូងហ្នឹងនាងខ្ញុំបានដាក់ខ្ទះឲ្យក្តៅហើយបន្ទាប់មកចាក់ខ្លាញ់និងដាក់ខ្ទឹមសចិញ្ច្រាំចូលផងដែរចាបន្ទាប់ពីដាក់ខ្ទឹមសចិញ្ច្រាំចូលគឺថាឆាឲ្យរៀងឈ្ងុយបន្តិចមកណាចាអញ្ចឹងឆាឲ្យឈ្ងុយល្មមចាកុំឲ្យក្រៀមពេកអញ្ចឹងទៅចាបន្ទាប់មកខ្ញុំចាក់ពងទាកន្លុកចូលពងទាហ្នឹងប្រហែលជា2គ្រាប់ណាហើយបន្ទាប់មកខ្ញុំកូរឆាឲ្យរៀងបែកអញ្ចឹងណាហ្នឹងហើយពេលដែលឆាអញ្ចឹងភាគច្រើនបាយឆាខ្ញុំឆាអញ្ចឹងដោយសារពេលឆាទៅគឺអត់ជាប់បាយយើងអត់ជាប់ខ្ទះណាចាទៅដំបូងនេះយើងដាក់ពងទាមុនហើយបន្ទាប់មកឆាកូរមកល្មមកុំឲ្យពងទាឆ្អិនពេកហើយដាក់បាយចូលចាបន្ទាប់ពីដាក់បាយឆាហើយគឺខ្ញុំដាក់ម្រេចបន្តិចផងដែរចាចឹងពុកម៉ែបងប្អូនមើលឃើញអត់ជាប់ផ្ទះទេដោយសារយើងដាក់ពងទាឆាមុនអញ្ចឹងណាចាហើយបន្ទាប់មកយើងឆាបាយយើងឆាឲ្យបែកកុំឲ្យនៅដុំណាហ្នឹងហើយឲ្យបែកហើយឆាវាឲ្យសព្វទៅបន្ទាប់មកខ្ញុំដាក់ស្លឹកខ្ទឹមចូលចាពេលឆាបាយអញ្ចឹងដាក់ស្លឹកខ្ទឹមឆាជាមួយគ្នាបែបហ្នឹងគឺថាឈ្ងុយណាហ្នឹងហើយឈ្ងុយស្លឹកខ្ទឹមជាមួយនឹងបាយហ្នឹងហើយហើយបន្ទាប់មកខ្ញុំដាក់ខ្ទះមួយទៀតគឺខ្ញុំឆាគ្រឿងសមុទ្រមួយបន្លែចាបន្ទាប់ពីដាក់ខ្លាញ់ហើយខ្ញុំដាក់ខ្ទឹមសចូលចាឆាឲ្យរៀងឈ្ងុយបន្ទាប់មកខ្ញុំដាក់គ្រឿងសមុទ្រចូលផងដែរចាគ្រឿងសមុទ្រយើងហ្នឹងមានបកាបន្តិចបន្តិចផងដែរណាចាឆាឲ្យឈ្ងុយប៉ុណ្្នឹងទៅហើយបន្ថែមគ្រឿងណាចាខ្ញុំថែមទឹកស្អុយបន្តិចជាមួយនឹងស្ករចាស្ករប្រហែលជាពាក់កណ្ដាលសភាជាន់ហ្នឹងហើយនឹងម្រេចចាជាមួយនឹងម្សៅស៊ុបផងដែរថាពុកម៉ែបងប្អូនអាចដាក់អំបិលបន្តិចផងដែរណាចាដោយសារខ្ញុំអត់បានដាក់អំបិលភាគច្រើនខ្ញុំអត់សូវចូលចិត្តដាក់អំបិលដោយសារវារៀងប្រៃពោះខ្ញុំចូលញ៉ាំសាបអញ្ចឹងណាហ្នឹងហើយបន្ទាប់មកដាក់ប្រេងខ្យងចាឆាឲ្យរៀងឈ្ងុយចាឆារៀងឈ្ងុយហើយរៀងមកបការបស់យើងហ្នឹងឆ្អិនតិចទៅចាគឺឆាអាលាក់ខ្ទះអញ្ចឹងដើម្បីឲ្យឈ្ងុយណាចាឈ្ងុយឆ្ងាញ់កាន់តែខ្លាំងបន្ទាប់មកកុំដាក់យូរពេកបងប្អូនគ្រឿងសមុទ្រដាក់តាមសន្ទុះបន្ទាប់មកចាក់បន្លែដោយសារគ្រឿងសមុទ្រយើងឆាប់ឆ្អិនណាចាចឹងយើងដាក់បន្លែដែលខ័រផុយគឺដូចជាការ៉ុតជាមួយនឹងខាត់ណាហើយនឹងសណ្តែកគួរផងដែរចាបន្ទាប់មកឆាលាក់អញ្ចឹងទៅមកសន្ទុះមកយើងចាប់ផ្ដើមដាក់បន្លែខៀវចាបន្លែខៀវហ្នឹងគឺស្លឹកខាត់ណាចាឆាមកល្មមកុំឲ្យឆ្អិនខ្លាំងពេកចាដោយសារយើងនៅដាក់ទៅឆាជាមួយបាយចាឆាបាយមកតង់ទៀតអញ្ចឹងបន្ទាប់ពីល្មមហើយឆ្អិនមើលទៅឆ្អិនល្មមហើយខ្ញុំចាក់ចូលក្នុងខ្ទះបាយឆាចាចឹងបន្ទាប់ពីចាក់ហើយក៏ខ្ញុំច្បល់ចាបើកភ្លើងមកល្មមដើម្បីច្បល់ចាច្បល់ឲ្យស្ងួតទឹកចាស្ងួតទឹកឆាបន្តិចហើយបាយឆានេះខ្ញុំក៏បានរួចរាល់ពិតជាទំនងមែនតើអរគុណបងប្អូន